ជំរាបសួរពុកម៉ែបងប្អូនអង្គពូមីងចាថ្ងៃនេះពីអ្នកប្តីប្រពន្ធមកដើរលំហែអារម្មណ៍នៅកន្លែងអាស្រមចាមកដល់ត្រង់ស្ពាននេះបងប្អូនគឺថាមានអារម្មណ៍ថាដូចរំភើបហ្មងបងប្អូនព្រោះថាមើលទៅឃើញដូចថាវាទលំទលាយលវឹងលវើយដាច់កន្ទុយភ្នែកបងប្អូនគឺថាទៅពីមួយកន្លែងទៅមួយកន្លែងបងប្អូនគឺថាប្លែករហូតចាគឺការរចនារបស់ព្រះអង្គចេញមកប្លែកគ្នារហូតបងប្អូនគឺថាតាក់ទាញអារម្មណ៍តាក់ទាញភ្នែកមែនហើយកន្លែងនេះកន្លែងចេតិយតូចមួយល្មមទេបងប្អូនតែគេថាថ្ងៃរះចំកពូចេតិយតែមិនដឹងថានៅរដូវណាខែណាទេណាបងប្អូនតែមានរះចំកពូចេតិយនឹងហើយមកធ្វើដំណើរបន្តមកទៀតបងប្អូនមកដល់ទីកន្លែងនេះមកកន្លែងទៀតឃើញថាមានកន្លែងគេរចនាចេញកំផែងមួយយ៉ាងស្រស់ស្អាតដើម្បីដាក់រូបព្រះគោនោះខ្មៅស្ទល់នោះណាបងប្អូនចារូបព្រះគោចាសាងសង់ជាកំផែងមួយដ៏ល្វឹងល្វើយនៅពីលើស្ទឹងចានៅពីលើស្ទឹងបងប្អូនចាឥឡូវប្តីខ្ញុំកំពុងតែផ្ដិតរូបយកគឺថាវាឃើញស្អាតពេកនោះបងប្អូនគឺល្វឹងល្វើយតែម្ដងដាច់កន្ទុយភ្នែកមួយកន្លែងទៅមួយកន្លែងប្លែករហូតណាបងប្អូនហើយនេះស្ទឹងបងប្អូនគឺថាកំផែងហ្នឹងសង់ពីលើស្ទឹងហើយមើលទឹកស្ទឹងឡើងថ្លាឆ្វេងតែម្ដងណាបងប្អូនចាត្រូវនឹងខ្យល់បក់ល្វិចស្លឹកឫស្សីខៀវណាបងប្អូនណាគឺថាត្រជាក់ត្រជុំទឹកពីក្រោមព្រះអង្គព្រះគោនៅពីលើគឺថាត្រជាក់ត្រជុំតែម្ដងណាបងប្អូនវាត្រូវនឹងស្លឹកឫស្សីនៅអែបនឹងរូបព្រះគោនឹងទៀតហើយមើលតសប្រាសាទនេះបងប្អូនមើលទៅឃើញថាប្រាសាទកផែងមើលទៅឃើញថាវាធំល្អហើយរចនាចេញមកគឺថាកយគុណមើលអត់ទាស់ភ្នែកតែម្ដងណាបងប្អូនហើយឥឡូវនេះក៏ធ្វើដំណើរមកដល់កន្លែងរូងនាគឯបងប្អូននេះចារូងនាគហើយបងប្អូនអើយពិតជាខ្មែរធ្វើបានមែននៅពេលដែលខ្ញុំចូលទៅដល់ខាងក្នុងបងប្អូនគឺថាមិនធម្មតាទេបងប្អូនគឺថាទឹកដៃរបស់ជាងនឹងគឺថាក្មេងទេបងប្អូនប៉ុន្តែរចនាចេញមកបងប្អូនណារស់រវើកនេះមិនទាន់បានលាបថ្នាំទេណាបងប្អូនព្រោះថាធ្វើអត់ទាន់ហើយធ្វើបដើប៉ុន្តែគ្រាន់តែរូបភាពឃើញនេះគឺថាតាក់ទាញតែម្ដងណាបងប្អូនចាហើយរូងនាគនេះនៅពីក្រោមព្រះអង្គចាព្រះអង្គនៅពីលើមើលទៅដូចឡើងឋានសួគ៌អញ្ចឹងបើមើលពីមុខមកណាបងប្អូនគឺថាស្អាតណាស់បងប្អូនអើយចានេះពិតជាការតាក់ទាញមែនហើយធ្វើដំណើរចុះដំណើរឡើងមកពាត់មកក៏មកដល់កន្លែងនេះបងប្អូនណាគឺថានេះគឺខ្ញុំធ្វើដំណើរចេញមកវិញហើយណាបងប្អូននេះធ្វើដំណើរចេញមកវិញហើយក៏ដើរមកចំហៀងទៀតក៏ឃើញសត្វភេនេះបងប្អូនចាអូសត្វភេបងប្អូនឃើញទេចាមិនដឹងថាព្រះអង្គបានពីណាមកទេយកមកដាក់ចិញ្ចឹមមួយនឹងគឺថាស្រែកនោះស្រែកផ្អើលឯងហើយបងប្អូនចាស្រែកលឺណាស់ចាហើយមើលទៅតាក់ទាញ